គេថាថ្ងៃកាន់តែចាស់កាន់តែហឹលតោះឡានវិញបងនេះ08ណាប៉ុន្តែបងអើយនិយាយទៅគឺនៅតែពេញនិយមនៅតែការប្រើប្រាស់ដល់សប្តាហ៍ថ្ងៃនេះបងព្រោះថាអីបងឃើញហើយភាពទំនើបចាហើយបើថាគ្រូមកវិញធំតលាយមែនតែនចង់ដឹងថាប្រភេទឡានអីអត់បងហើយដបោបើក៏ឲ្យចុចតលាយចាលក្ខណៈគ្រួសារធំអីត្រូវហើយសំខាន់មិនមែនប្រភេទឡានលក្ខណៈគ្រួសារទៀតទេណាចាខ្ពស់តលាយក៏ឲ្យ3ជួរទៀតបងអើយដាក់សមាជិកបានច្រើនចាគុណភាពវិញអែមណាស់បងសម្រាប់បងដែលគាត់មានលក្ខណៈគ្រួសារសមាជិកច្រើននេះអាចមើលមួយគ្រឿងនេះបានណាចូលខែចូលអីគឺងាយស្រួលខ្លាំងមែនតែនប្រភេទ Land Cruiser 08 upgrade ឡើងត15បងចារៀងវិញស្អាតមែនតែនខ្ពស់តលាយហើយសំខាន់តលាយគុណភាពឡានអត់មានប្រវត្តិបុកប៉ះកាត់តស្ញាដោប៉ាទេបងកាន់លុយចូលរួមមុន14800ដកឡានចេញឥឡូវចាហើយមិនមែនមានតែមួយគ្រឿងទេណាបងនេះមួយគ្រឿងទៀត09ឡើង021បងស្អាតមែនតែនពីរគ្រឿងហ្នឹងបងឆ្លាញ់មួយណាក៏បានដែរចាបងកាន់លុយចូលរួមមុន14800ដកជាឥឡូវបងចានិយាយទៅប្រភេទឡាននីមួយខាងខ្ញុំលក់ផ្ដោតទៅលើគុណភាពតិចថាច្រឡំឡានស្ទើឡានប៉ះឡានបុកយកមកឡើងលេងអត់ទេបងហើយតបកង់វិញគឺនៅក្រាស់មែនតែនបងចឹងបងដែលគាត់ឆ្លាញ់ជាមួយនឹងប្រភេទ Land Cruiser ចាលក្ខណៈគ្រួសារសមាជិកធំអីនេះគឺថាត្រូវឯងបងមានឡានត្រូវការវាយដូរអាចវាយដូរបានវាយដូរមិនបាច់ថែមលុយមានដូចជាប្រភេទលុយស៊ី330 400x ឬមួយក៏ប្រភេទ Long Highlander អីហ្នឹងបងអាចយកមកវាយដូរបានតមិនធ្វើមលូមួយឃ្លាំងត្រឹមតែ15នាទីទេហើយសំខាន់បងកាន់លុយចូលរួមមុនមក14800ដុល្លារជាឥឡូវចាការរៀបចំមកភ្លឹងមកស្អាតមកលះជូនបងយកទៅគឺប្រើប្រាស់តែម្ដងចឹងបងដែលគាត់មានតម្រូវការអាចអញ្ជើញមកមើលដល់ទីតាំងផ្ទាល់ឬមួយក៏បងចង់ដឹងព័ត៌មានលម្អិតអាចធ្វើការឆាតចូល page ឬមួយក៏ខលតាមរយៈលេខទូរស័ព្ទមួយខ្សែណាក៏បានចាអរគុណជម្រាបលា